រឿងនិទានពស់ថ្លន់ក្អែពឹសសូមចុច Subscribe ម្នាក់មួយបងប្អូនកាលពីព្រេងនាយមានសត្វពស់គ្រប់ប្រភេទនៅលើលោកយើងនេះគឺសុទ្ធតែមានពឹសសាហាវខ្លាំងក្លាទាំងអស់មិនថាតែពស់វែកពស់ក្រាយឬពស់ថ្លន់នោះទេប៉ុន្តែក្នុងចំណោមពស់ទាំងឡាយមានតែស្ដេចពស់ថ្លន់មួយប៉ុណ្ណោះដែលមានពឹសសាហាវជាងគេបំផុតពឹសរបស់វាមានអានុភាពខ្លាំងរហូតដល់ថ្នាក់គ្រាន់តែវាខំស្លឹកឈើឬចាក់ពឹសទៅលើដីក៏អាចធ្វើឲ្យរុក្ខជាតិទាំងឡាយក្រៀមស្វិតនិងរលាយសាបសូន្យបានដែរដោយសារតែមានអំណាចពឹសដ៏គួរឲ្យខ្លាចនេះស្ដេចពស់ថ្លន់តែងតែមានចិត្តមានអ្នកអំនួតក្អែងក្អាងនិងមិនចេះខ្លាចញញើតសត្វណាទាំងអស់ថ្ងៃមួយស្ដេចពស់ថ្លន់បានវាលាប់ទៅរកចំណីនៅក្បែរមាត់ត្រពាំងមួយពេលនោះវាបានឃើញបុរសម្នាក់កំពុងតែអង្គុយបង់សំណាញ់យ៉ាងសប្បាយរីករាយដោយមិនបានចាប់អារម្មណ៍ថាមានគ្រោះថ្នាក់កំពុងតែខិតជិតមកដល់នោះឡើយដោយចរិតកាចសាហាវនិងចង់សាកល្បងឫទ្ធិអំណាចរបស់ខ្លួនស្ដេចពស់ថ្លន់ក៏បានលបលួចវាទៅជិតពីក្រោយខ្នងបុរសនោះរួចក៏ទម្លាក់ពឹសដ៏ខ្លាំងក្លារបស់វាទៅលើដានជើងរបស់បុរសអ្នកនេសាទភ្លាមបន្ទាប់ពីបានបន្សល់ទុកពឹសហើយស្ដេចពស់ថ្លន់ក៏បានវាត្រឡប់ទៅដេកសំងំនៅលើមែកឈើយ៉ាងមានមោទនភាពដើម្បីរង់ចាំមើលលទ្ធផលនិងសោកចំអកដល់ជីវិតមនុស្សលោកក្រោយពីបងសំណាញ់បានត្រីពេញកន្ត្រកហើយបុរសនោះក៏ប្រមូលអីវ៉ាន់ដើរត្រឡប់ទៅផ្ទះវិញដោយសុខសប្បាយជាធម្មតាព្រោះពឹសរបស់ពស់ថ្លន់គ្រាន់តែប៉ះចំដានជើងនៅលើដីមិនទាន់ជ្រាបចូលដល់រាងកាយរបស់គាត់ផ្ទាល់នោះទេលុះពេលល្ងាចឡើងមានសត្វក្អែកមួយក្បាលបានហោះកាត់ពីនោះក្អែកបានឃើញដោយសារតែពូស្បត់ផ្លាន់វាចេញផុតទៅធំក្លិនពឹសភាយពេញព្រៃធ្វើឲ្យសត្វល្អិតនិងពស់ដទៃទៀតដឹងខ្លួនពេលនោះមានសត្វជាច្រើនបានរត់និងវាមកដណ្ដើមគ្នាដើម្បីលេបនិងជញ្ជក់យកពឹសដ៏មានអំណាចនោះពស់វែកនិងពស់ក្រាយដោយសារតែពួកវាមកដល់មុនគេបូករួមទាំងមានរាងកាយរហ័សរហួនផងនោះពួកវាក៏បាននាំគ្នាជញ្ជក់និងលេបយកពឹសដ៏ខាប់និងខ្លាំងក្លាបំផុតនៅចំកណ្ដាលកណ្ដោពឹសនោះមុនគេហេតុនេះហើយទើបបានជាពស់វែកនិងពស់ក្រាយមានពឹសសាហាវខ្លាំងរហូតមកដល់សព្វថ្ងៃសត្វខ្ទួយនិងខ្យាដំរីពួកវាជាសត្វជើងច្រើនដើរមកដល់ក្រោយគេបន្តិចមិនអាចដណ្ដើមពស់វែកបានក៏បានត្រឹមតែយកកន្ទុយនិងដង្កៀបរបស់វាទៅចលុកឬទៅបាយកកំទេចកំទីពឹសដែលនៅសេសសល់ជុំវិញគំនរនោះតែប៉ុណ្ណោះហេតុនេះហើយទើបសត្វពួកនេះមានពឹសនៅត្រង់ចុងកន្ទុយឬដង្កៀបសត្វឃ្មុំច្រឡំនិងអម៉ាល់សត្វហើរទាំងនេះមកដល់ចុងក្រោយគេបង្អស់ក៏បានត្រឹមតែយកត្រនិចគូតរបស់ខ្លួនទៅចាក់តបាអូសយកជាតិពឹសដែលស្ងួតស្ដើងជាប់នឹងដីដូច្នេះហើយទើបពួកវាមានពឹសតិចតួចគ្រាន់តែអាចធ្វើឲ្យមនុស្សយើងឈឺចាប់ហើមឬក្តៅខ្លួនប៉ុណ្ណោះមិនដល់ថ្នាក់ស្លាប់ភ្លាមឡើយចំណែកឯស្ដេចពស់ថ្លាន់វិញក្រោយពីបានខ្ចាក់ពឹសអស់ពីខ្លួនហើយវាក៏លែងមានពឹសសាហាវដូចមុនទៀតឡើយសូម្បីតែបន្តិចក៏គ្មានដែរនៅពេលដែលវាឃ្លាននិងចង់ចាប់សត្វដទៃធ្វើជាចំណីវាលែងអាចខំឲ្យស្លាប់ដោយសារពឹសដូចមុនទៀតហើយដើម្បីរស់រានមានជីវិតពស់ថ្លាន់ក៏បានវិវត្តខ្លួនដោយប្រើប្រាស់កម្លាំងរាងកាយដ៏ធំធាត់របស់វាទៅរុំរឹបនិងរួតចំណីឲ្យបាក់ឆ្អឹងថប់ដង្ហើមស្លាប់រួចទៅលេបចូលទៅក្នុងពោះទាំងមូលតែម្ដងតម្លៃអប់រំនៃរឿងរៀននិទានប្រជាប្រិយខ្មែរមួយនេះបានផ្ដល់នូវការអប់រំយ៉ាងជ្រាលជ្រៅដល់មនុស្សគ្រប់រូបថា 1. កុំមានចិត្តញញែកនិងអំណៅកំពុងខ្លួនការជឿជាក់លើខ្លួនឯងហួសហេតុនិងចរិតចង់ឈ្នះចង់ចាញ់
អាចនាំទុកទោសដល់ខ្លួនឯងបាន2កុំជឿពាក្យញុះញង់ដោយគ្មានការពិចារណាស្ដេចពស់ថ្លាន់ត្រូវបាត់បង់អំណាចដ៏អស្ចារ្យក៏ព្រោះតែខឹងនឹងពាក្យឌឺដងញុះញង់និងមិនពិតរបស់សត្វក្អែកដោយមិនបានស៊ើបសួរស្វែងយល់ពីការពិតជាមុនឡើយ